រួចដល់ចឹងទៅ architect គេរៀនរឿង standard architect ត្រូវធ្វើម៉េចព្រោះហើយ ASEAN គេបង្រៀនយើងថា standard architect នៅ ASEAN គឺទី1ទៅសាលារៀន5ឆ្នាំហើយអ្នកឯងមកធ្វើការយ៉ាងតិចបាន10ឆ្នាំរួចទៅអ្នកឯងបានធ្វើ credit ទៅ CPD Continue Professional Development បន្តរៀនតទៅទៀតអានេះគឺស្តង់ដាររបស់ ASEAN ហើយបើយើងធ្វើតាមគេតន់ឬមិនតន់ក៏មិនទៅអីដែរវាមិនស្លាប់ទេវាគ្រាន់តែយើងឲ្យដឹងថាអាណាដែល benchmark អាណាដែលយើងអាចទុកជា benchmark ជាគោលយើងត្រូវយក ASEAN ជាគោលបាទថ្ងៃក្រោយយើងពេលណាមួយយើងបានដល់ឬបានហួសបាទបានហួសទៅទៀតចិត្តយើងនឹងចង់ធ្វើឲ្យហួសបានន័យថាយើងមិន5ឆ្នាំទេធ្វើតែ4ឆ្នាំហើយធ្វើការមិនចាំ10ឆ្នាំទេធ្វើតែ4ឆ្នាំ5ឆ្នាំធ្វើបានហើយ CPD យើងកំហុកឲ្យខ្លាំងហ្មងអាហ្នឹងគឺឧទាហរណ៍ថាយើងធ្វើឲ្យលឿនជាងគេហើយឲ្យល្អជាងគេអាហ្នឹងគឺថ្ងៃក្រោយទេប៉ុន្តែយើងយក benchmark ជាគោលការណ៍ ASEAN ដែលគេប្រាប់មកយើងចឹងបាទ Academy គេមាន theory គេថា complex ថាគេបង្រៀនយើងហ្នឹង ASEAN ហ្នឹងបង្រៀនឲ្យចេះគេបង្រៀនយើងដើម្បីឲ្យយើងយល់ហើយទី2គេបង្រៀនយើងដើម្បីឲ្យចេះធ្វើការមិនមែនតែធ្វើការទេណាធ្វើការឲ្យចេះធ្វើការទៅទៀតហើយទី3គេបង្រៀនយើងឲ្យចេះធ្វើការជាមួយគ្នាអានេះឯងធំជាងគេអានេះដែល ASEAN គេបង្រៀនយើងឲ្យចេះធ្វើការជាមួយគ្នាគេបង្រៀនយើងឲ្យចេះនៅជាមួយគ្នាធ្វើការជាមួយគ្នាហើយឲ្យចេះឆ្លងព្រំដែន from one country to another country mobility of architect នេះរឿងខ្លាំងណាស់ខ្ញុំមិនត្រឹមសញ្ញេប្លង់នៅស្រុកខ្មែរទេខ្ញុំអាចសញ្ញេប្លង់នៅសិង្ហបុរីពីព្រោះខ្ញុំវាបានធ្វើជាសមាជិកនៅសិង្ហបុរីដែរម្ល៉េះហើយបានយើងធ្វើអគារនៅសិង្ហបុរីបានដែរបាទអញ្ចឹង mobility ហ្នឹង ASEAN ហ្នឹងគេធ្វើ mobility ហ្នឹងបាទ